ដឹងការពិតហើយករណីស្ត្រីដែលយកសាំងទៅដុតផ្ទះគេឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្ដាលយប់រួចខលទៅគំរាមម្ចាស់ផ្ទះទៀតផ្ដើមឡើងដោយសារមូលហេតុមួយនេះមហាជនអ្នកលេងបណ្ដាញសង្គមពិតជាបានដឹងហើយថាកាលពីម្សិលមិញថ្ងៃទី28ខែមេសាឆ្នាំ2026មានការបង្ហោះវីដេអូពីករណីស្ត្រីម្នាក់បានយកសាំងម៉ូតូយកទៅចាក់ដុតផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្នុងភូមិវិមានទ្រង់សង្កាត់ក្រាំងក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញបណ្ដាលឲ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅមូលហេតុព្រោះតែគំនុំតែអ្វីដែលអស្ចារ្យនោះគឺក្រោយពីកើតហេតុស្ត្រីបង្កបានផលទៅគម្រាមម្ចាស់ផ្ទះជាអតីតសង្សារចាស់ទៀតផងតាមសេចក្តីរាយការណ៍នៅព្រឹកថ្ងៃទី29ខែមេសានេះបានឲ្យដឹងថាស្ត្រីជនដៃដល់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខរាជធានីភ្នំពេញសហការជាមួយមន្ត្រីជំនាញបានធ្វើការឃាត់ខ្លួនបានហើយយោងតាមម្ចាស់គណនី Facebook ឈ្មោះម៉ាណៃបានឲ្យដឹងថាកាលពីវេលាម៉ោង3ទៀបភ្លឺនាគ្រាដែលពួកគាត់និងក្រុមគ្រួសារកំពុងនឹងលក់ក៏ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះនៅមុខផ្ទះរបស់គាត់បង្កឲ្យមានការផ្ទះផ្អើលឆោឡោតែម្ដងតាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញថានៅមុនពេលកាត់ហេតុវីដេអូបានបង្ហាញថាស្ត្រីបង្កបានដើរចូលទៅក្នុងផ្ទះកន្លែងកាត់ហេតុចំនួន2លើកលើកទី1ចូលទៅហើយត្រឡប់មកវិញលើកទី2កាន់សាំងយកទៅស្រោចដុតនៅមុខរថយន្តបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដងហើយស្ត្រីបង្កបានដើរចេញហាក់ធ្វើប្រងើយមួយសន្ទុះក្រោយមកម្ចាស់ផ្ទះបានភ្ញាក់ដឹងខ្លួននាំគ្នាពន្លត់ភ្លើងម្ចាស់គណនីរូបនោះបានបញ្ជាក់ថាយប់មិញនេះមានស្ត្រីម្នាក់ដែលជាអតីតសង្សារចាស់បងប្រុសខ្ញុំបានមកដុតផ្ទះខ្ញុំដោយសារខឹងបែកគ្នាក៏មកដុតផ្ទះដើម្បីចង់សម្លាប់បងប្រុសខ្ញុំសំណាងហើយដែលពួកខ្ញុំឃើញទាន់ចុះបើសិនជាពួកយើងមកមិនទាន់វិញតើវានឹងទៅជាយ៉ាងណាហើយអីដែលកាន់តែសាហាវនោះហ៊ានខលមកគំរាមយើងទៀតបន្ទាប់ពីហេតុការណ៍បានកាត់ឡើងហើយថាកុំសង្ឃឹមថាធ្វើអីគេបានហើយគេនឹងមកធ្វើអីទៀតឲ្យយើងមើលខ្ញុំសូមសំណូមពរបងប៉ូលីសជួយនិងមានចំណាត់ការរឿងនេះសម្រាប់ពួកយើងខ្ញុំផងនេះជាការលើកឡើងរបស់ប្អូនម្ចាស់ផ្ទះករណីនេះសំណាងល្អហើយដែលម្ចាស់ផ្ទះដឹងខ្លួនទាន់ប្រសិនបើភ្លើងឆេះពេញបន្ទប់អាចនឹងមានគ្រោះថ្នាក់ជាពុំខានបើតាមការបញ្ជាក់ពីម្ចាស់ផ្ទះបានឲ្យដឹងថាមកដល់ពេលនេះមិនទាន់ចាប់ខ្លួនស្ត្រីដែលជាអតីតសង្សារបងប្រុសខ្ញុំនេះបានទេហើយប៉ូលីសក៏បានប្តឹងរួចហើយតែគាត់ថាឲ្យពួកខ្ញុំរកទៅបើឃើញនៅទីណាចាំប្រាប់គាត់ចាំគាត់ទៅចាប់នៅទីហ្នឹងនឹងមានតែសូមឲ្យបងប្អូនជួយ share មុខស្រីម្នាក់នេះផងហើយបើបងប្អូនណាបានឃើញស្ត្រីម្នាក់នេះសូមបងប្អូនជួយខលមកតាមលេខនេះផង093 56 2402សូមអរគុណទុកជាមុនករណីខាងលើនេះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយនៅតែរងចាំសមត្ថកិច្ចលោកធ្វើការដើម្បីនាំជនបង្កយកមកអនុវត្តតាមច្បាប់តែប៉ុណ្ណោះករណីខាងលើនេះអង្គភាពយើងមិនអាចស្វែងរកការបកស្រាយពីស្ត្រីបង្កហេតុនិងភាគីខាងបរិះម្ចាស់ផ្ទះបាននៅឡើយទេអង្គភាពយើងរងចាំធ្វើការបកស្រាយគ្រប់ភាគីតាមសេចក្តីរាយការណ៍នៅព្រឹកថ្ងៃទី29ខែមេសានេះបានឲ្យដឹងថាស្ត្រីជនដៃដល់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខរាជធានីភ្នំពេញសហការជាមួយមន្ត្រីជំនាញបានធ្វើការឃាត់ខ្លួនបានហើយស្ត្រីជាជនសង្ស័យរូបនោះត្រូវបានសមត្ថកិច្ចឲ្យដឹងថាឈ្មោះលងពុចអាយុ45ឆ្នាំស្នាក់នៅបន្ទប់ជួលភូមិក្បាលដំរីសង្កាត់កាកាបទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះហេវណ្ណាភេទប្រុសអាយុ56ឆ្នាំជាមន្ត្រីយោធាមានទីលំនៅផ្ទះលេខ1719ផ្លូវបេតុងភូមិវិមានទ្រង់សង្កាត់ក្រាំងក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញដែលជាកន្លែងកាត់ហេតុតាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថាស្ត្រីជាជនសង្ស័យដែលធ្វើឲ្យខូចខាតដោយចេតនាយកសាំងដុតផ្ទះរូបនោះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយនគរបាលប៉ុស្តិ៍ក្រាំងក្នុងស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាយប់រំលងអធ្រាត្រចុះថ្ងៃទី29ខែមេសាឆ្នាំ2026នេះនៅតាមផ្លូវក្នុងភូមិដំណាក់សង្កាត់គោកឃ្លៀងខណ្ឌសែនសុខរាជធានីភ្នំពេញ